ជាបងប្អូនណាមាននិស្ស័យចូលមកក្នុងជីវិតខ្ញុំយើងស្វែងយល់ពីគ្នាបើសិនជាត្រូវគ្នាអូខេខ្ញុំសុខចិត្តចោលប្រទេសបារាំងខ្ញុំទៅរស់នៅជាមួយហើយឥឡូវនេះសូមឲ្យបងប្អូនខ្ញុំនិយាយធំណាបងប្អូនណាអូខេខ្ញុំសូមនិយាយមួយនិយាយពីក្នុងចិត្តខ្ញុំណាឥឡូវនេះខ្ញុំស្វែងយល់បើសិនជាបងប្អូនណាមាននិស្ស័យចូលមកក្នុងជីវិតខ្ញុំយើងស្វែងយល់ពីគ្នាបើសិនជាត្រូវគ្នាអូខេខ្ញុំសុខចិត្តចោលប្រទេសបារាំងខ្ញុំទៅរស់នៅជាមួយហើយខ្ញុំអាចយើងនិយាយថាមានសុខភាពដូចគ្នាស្មើគ្នាខ្ញុំកុំនិយាយថាខ្ញុំពីមុនខ្ញុំតែងតែលះបង់ទៅម្ខាងខ្ញុំអត់ចង់បានដូចគ្នាទៀតទេឥឡូវខ្ញុំគាត់តែចង់បានថាมันមានជាងខ្ញុំក៏បានដែរគាត់មកអីខ្ញុំជានិយាយខ្មែរប្រជុំមកដឹងនិយាយពាក្យនេះពេលហ្នឹងត្រូវអត់បងប្អូនខ្ញុំសុខដល់ខ្ញុំនិយាយខំទៅមកល្មមទៅខ្ញុំអត់ចេះនិយាយពាក្យខ្មែរទៀតទេអូខេបើអាចយើងស្រឡាញ់គ្នាយើងសាក់លបងមើលគ្នាតើអាចចាប់ដៃគ្នាទៅមុខបានអីបានតែសម្រាប់ខ្ញុំមានអាចមកធ្វើមកឲ្យថារស់នៅស្រុកខ្មែរមកទូធាបានតែបងប្អូនថាយើងនិយាយរំពេតណាសាញ់ខ្ញុំសូមថាឡើយខ្ញុំសូមប្រកាសហ្មងណាខ្ញុំអត់រើសទេខ្ញុំចាប់យកពីខ្សែវ័យតកខ្ញុំអត់យកវ័យ30ចុះទេវ័យ30ឡើងទេខ្ញុំយកវ័យ40ឡើងដល់ខ្ញុំ46ឯងបងប្អូនអញ្ចឹងខ្ញុំជ្រើសបងប្អូនទៅអាយុវ័យស្គាល់ខ្ញុំណាខ្ញុំប្រកាសវ័យស្គាល់ខ្ញុំយកហើយមិនខ្ញុំយកវ័យស្គាល់ខ្ញុំពីព្រោះអីខ្ញុំគិតថាវ័យប៉ុណ្ណឹងយើងអាចយល់ចិត្តគ្នាច្រើនពីព្រោះអីយើងចាស់ៗដូចគ្នាហើយបើសិនជាបងប្អូននៅកន្លោះចាស់ឬមេម៉ាយតែមេម៉ាយអត់កូនខ្ញុំយកមេម៉ាយមានកូនក៏ខ្ញុំអត់យកដែរពីព្រោះខ្ញុំមេម៉ាយមានកូនតែកូនខ្ញុំកំប្លោហើយខ្ញុំចង់បានដៃគូមួយដែលយកមកអត់មានបន្ទុកនៅលើខ្ញុំហើយបន្ទុកទៅវិញទៅមកពីព្រោះកូនខ្ញុំក៏មានមុខរបរហើយកូនខ្ញុំក៏មានការងារក៏មានមុខជំនាញច្បាស់លាស់ក៏មានប្រាក់ខែហើយអញ្ចឹងខ្ញុំអត់មានអីទេខ្ញុំកូនខ្ញុំអត់ប្រាក់ខែខ្ញុំទៀតហើយខ្ញុំរស់នៅស្រួលទេអញ្ចឹងខ្ញុំក៏តាមចង់ប្រាប់បងប្អូនថាអ្នកស្រឡាញ់ខ្ញុំចូលមកទៅមកស្បាគ្នាបានហើយយល់ចិត្តគ្នាទៅយើងសាឡបងនិយាយគ្នាទៅបើត្រូវក៏ត្រូវបើអត់ទេក៏តាមនោះមាននិស្ស័យក៏ជួបគ្នាទៅបើជាគូអូនស៊ូនៃតែរងចាំបាគូកម្មអូនសុំតែត្រឹមតែទទួលតែសម័យចិនប្រគំប្រែប្រួលរកូថ្មីស្វងតិចទៅតាមណាឡើយខ្ញុំប្រកាសណាបងប្អូនមាននិស្ស័យចូលមកបងប្អូនសម្រាប់មិនអីទេណាបងប្អូនមកមុខឲ្យច្បាស់ណាដៃក៏ដៃមុខគឺខ្ញុំផាត់មុខគឺមុខខ្ញុំវាអញ្ចឹងមកខ្ញុំអត់ផាត់មុខទេបងប្អូនឃើញចូលមកក្នុង TikTok ខ្ញុំទៅមុខធម្មជាតិបែបណាពេលអត់ផាត់មុខពេលផាត់មុខបែបណាពេលផាត់មុខវាស្អាតបែបមួយយ៉ាងពេលអត់ផាត់មុខវាធម្មជាតិមួយយ៉ាងអញ្ចឹងណាវាអត់អាក្រក់មើលចូលចំណោមគេចុះបងប្អូនគុំចំហធ្វើទេមកជាហៀងទទួលយកបានណាប៉ុណ្ណឹងទទួលតែអូខេសូមប្រកាសបើកឲ្យសូមចាប់ពីពេលនេះខ្ញុំសូមប្រកាសយករកបងប្អូនដែលមាននិស្ស័យដូចគ្នាចូលមកអបកម្មទេខ្ញុំតបឆាតគ្រប់ឲ្យទៅចូលមកនិយាយមួយគ្នាសាឡបងសើបចិត្តគ្នាទៅបងប្អូនកំឡោះចាស់មីម៉ាយអីអូខេខ្ញុំស្វាគមន៍ជានិច្ចណាបង